ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបឆាគ្រឿងខ្យងថៃគឺយើងអាចយកទៅឆាញ៉ាំបានដោយបងប្អូនធ្វើតាមរបៀបខ្ញុំនេះបាទដំបូងយើងយកខ្យងទៅស្ងោររួចឆ្កឹះយកសាច់បាទបន្ទាប់ពីយើងឆ្កឹះយកសាច់ហើយគឺយើងយកវាទៅសម្អាតរបៀបសម្អាតគឺយើងយកវាទៅឆ្កឹះអាចចេញបាទឆ្កឹះកមួនវាចេញទៅនឹងកាត់យើងកាត់គេហៅថាមាត់របស់វាហ្នឹងកាត់មាត់របស់វាកាត់កមួនកាត់គ្រឿងក្នុងវាចេញទៅគឺយើងយកតែក្បាលទេបាទបន្ទាប់ពីយើងសម្អាតអាចវាអស់ហើយគឺយើងយកវាទៅលាងអំបិលបាទយើងត្រាំអំបិលហើយយើងច្របាច់លាងវាទៅបាទបន្ទាប់មកគឺយើងចាប់ផ្ដើមឆាគ្រឿងគឺយើងឆាម្ទេសឆ្អើរម្ទេសក្រៀមរបស់យើងហ្នឹងយើងច្រាំឲ្យម៉ត់ហើយដាក់ខ្លាញ់ហើយគឺយើងឆាវាបន្ទាប់ពីឆាហើយគឺយើងដាក់គ្រឿងបុកបាទគ្រឿងបុករបស់យើងហ្នឹងគឺមកគឺយើងឆាគ្រឿងបុករបស់យើងជាមួយនឹងម្ទេសចិញ្ច្រាំរបស់យើងហ្នឹងឆាឲ្យសព្វចូលគ្នាហើយគឺយើងដាក់ទឹកបន្តិចបាទកុំឲ្យវាស្ងួតពេកគឺយើងថែមទឹកបន្តិចមកបន្ទាប់មកគឺយើងដាក់គ្រឿងស្ករប៊ីចេងអំបិលគឺយើងដាក់បន្តិចបានហើយបាទហើយម្សៅស៊ុបបន្តិចមកបាទបន្ទាប់មកគឺយើងឆាច្បល់ចូលគ្នាឲ្យវាចូលជាតិទៅបន្ទាប់មកគឺយើងចាក់សាច់ខ្យងចូលសាច់ខ្យងដែលយើងបានសម្អាតមិញហ្នឹងគឺយើងយកតែក្បាលទេបាទបញ្ជាក់បងប្អូនយើងគឺយកតែក្បាលទេកាត់កមួនកាត់កគូតវាចេញអស់បាទហើយជាពិសេសយើងហាន់មាត់វាចេញបាទយើងដាក់ទឹកចូលបន្តិចបាទសូមបញ្ជាក់បងប្អូនយើងគឺឆានេះគឺយើងតាមរបៀបស្រុកស្រែបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាសូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូធ្វើម្ហូបថ្មីនិងការធ្វើម្ហូបបែបស្រុកស្រែបន្តទៀតបាទសូមអរគុណ